វិវត្តនៃเทคโนโลยีធ្វើឲ្យការរស់នៅជាប្រចាំថ្ងៃត្រូវតែជ្រើសរើសយកអ្វីដែលល្អបំផុតសម្រាប់សម្រស់និងសុខភាពបែកដែលកំពុងតែយាធ្លាក់មានបញ្ហាជ្រឿជ្រួញនៅលើស្បែកសុខភាពមិនសូវជាអំណោយផលជាពិសេសសម្រាប់បាក់ធ្លាក់មែនតែនចាស់ជាងវ័យការជ្រើសញ៉ាំជាមួយនឹង collagen ជាប្រចាំថ្ងៃគឺជាការជួយស្ដារសម្រស់និងសុខភាពបានល្អខ្លាំងបំផុតក៏ប៉ុន្តែសួរថាតើ collagen ទាំងអស់សុទ្ធសឹងតែល្អមែនទេអត់ទេ collagen ទាំងអស់គឺមានលក្ខណៈខុសៗគ្នាព្រោះ collagen ដែលបានឆ្លងកាត់បច្ចេកវិទ្យាចាស់ឬក៏ collagen ដែលមាន molecule ធំៗត្រូវបានគេមើលរំលងអស់ហើយដោយសារតែវាបានផលយឺតខាតលុយខាតពេលវេលាក្នុងការប្រើប្រាស់មែនទេហើយធ្វើឲ្យអ្នកជំនាញសាស្ត្រាចារ្យតាក់ទងទៅនឹងបច្ចេកវិទ្យាបង្កើតបានជា collagen ពពួក tripeptide នេះឡើងវាបានឆ្លងកាត់បច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ដែលគេជឿជាក់យ៉ាងច្បាស់លាស់ថាជា collagen ដែលមាន molecule តូចបំផុតបើធៀបទៅនឹង collagen ធម្មតាខុសគ្នារហូតដល់ក្បែរ 1000 ដងជ្រាបចូលកោសិកាស្បែកបានលឿនបានលទ្ធផលលឿនចាយទៅគឺត្រូវកន្លែងចំណេញពេលវេលាខ្លាំងមែនតើជាហេតុធ្វើឲ្យយាសកា collagen tripeptide នេះអ្នកណាក៏តែសារតាក់ទងទៅនឹងគុណភាពដែរប្រើប្រាស់ហើយបានផលលឿនប្រើប្រាស់ហើយចំណេញលុយចំណេញពេលជាពិសេសសម្រាប់ស្រស់ស្អាតតាំងពីក្បាលរហូតដល់ចុងជើងសុខភាពជួយទាំងខាងក្នុងនិងខាងក្រៅថែមទៀតសង្កេតឃើញថារាល់បងបងដែលគាត់ញ៉ាំជាមួយនឹងយាសកា collagen ហើយតែងតែលាន់សរសើរថាពីមុនធ្លាប់ញ៉ាំជាមួយនឹង collagen មកច្រើនហើយមិនបានផលលឿនចឹងសោះតាមតែញ៉ាំជាមួយនឹង collagen យាសកាសក់កញ្ចក់ដុសលូតលាស់វែងល្អគេលក់ស្រួលកាត់បន្ថយបញ្ហា stress ក៏មកទៀងទាត់ល្អគ្មានការឈឺចុកចាបជួយទាំងបញ្ហាសន្លាក់ជួយទាំងបញ្ហាមុខមុនស្នាមចុំអាចរយនៅលើស្បែកបានទៀតទាំងអស់នេះដោយសារតែឥទ្ធិពលរបស់ tripeptide ដែលមាននៅក្នុង collagen យាសកាជា collagen តែមួយគត់ដែលមាននៅក្នុងកម្ពុជាប្រើទៅបានផលលឿនចំណេញលុយចំណេញពេលចាយទៅត្រូវកន្លែងសុវត្ថិភាពបានលទ្ធផលខ្ពស់